បងឯមប្រក្រងជួយដល់សុខភាពខែក្តៅអញ្ចឹងគឺញ៉ាំប្រក្រងទៅជាខ្លួនល្អណាហើយការបញ្ចូលឆ្នាំគឺខ្ញុំបានទៅស្រុកគឺក្រោយផ្ទះបោះស្រុកប្តីគាត់ដាំពុកក្មេកគាត់បកែដាំមកនិយាយទៅនេះរៀបចំទ្រឿងដាក់ឡើងស្អាតហើយលាស់ល្អខ្លាំងមែនតែនហ្មងប្រក្រងហ្នឹងគឺមានហាងឆេងមានទីផ្សារដែរដោយសារតែប្រភេទរុក្ខជាតិដែលជំនួយសុខភាពអញ្ចឹងខ្ញុំក៏បេះមកដើម្បីយកមកហាលទុកច្បាច់ហូបព្រោះអូនចូលចិត្តញ៉ាំពួកអីទៅទិញគេលើកណាគឺញ៉ាំតែប្រក្រងឯងអញ្ចឹងមានប្រក្រងដើមធម្មជាតិខ្លួនឯងបេះយកមកទុកហាលដល់ពេលណាយើងចង់ញ៉ាំគឺយើងច្បាច់វាមកអញ្ចឹងណាដាក់ប្រហែលជា10ស្លឹកអីហ្នឹងយើងដាក់ទឹកមកល្មមមកបានមកកូនថាហើយយើងច្បាច់វាតតែអស់យើងច្រោះវាទុកទៅបានយើងធ្វើការរៀបចំធ្វើទឹកស្ករទឹកអីចឹងណាការចូលឆ្នាំគឺបានដើរបេះតំណាំបេះអីបន្លែប្លុកសែនសំឥឡូវយើងមកធ្វើទឹកស្កររបស់យើងដាក់ជាមួយដូងខ្ចីដែរកោសវាដើម្បីក្លិនឈ្ងុយហើយដូងខ្ចីវាបង្កើនរសជាតិដែរអញ្ចឹងណាកុំភ្លេចលាយជាមួយអំបិលដែរឲ្យវារាងផ្អែមមុតល្អអញ្ចឹងវាអត់ឆ្លែមទេបន្ទាប់មកយើងកូរវាឲ្យឆ្អិនល្អទៅយើងលាយដាក់ទឹកវាមកល្មមហើយដាក់ស្លឹកតើយទៅណាដាក់ស្លឹកតើយយកក្លិនឈ្ងុយទៅទឹកស្កររបស់យើងធ្វើហើយដាក់កែវច្រកទុកក្នុងទូពេលនេះយើងត្រូវការញ៉ាំអីគឺយើងមានទឹកស្ករស្រាប់មិនបាច់កូរច្រើនដងអញ្ចឹងណាឥឡូវខ្ទិះយើងអីក៏យើងធ្វើហើយឥឡូវមកមើលជាមួយនឹងរងរបស់យើងក៏បានរឹងដែរហើយខ្ញុំមានជាមួយនឹងគ្រាប់សម្រោងខ្ញុំត្រាំវាសម្រោងហ្នឹងដើម្បីយើងលាយជាមួយនឹងប្រក្រងយើងខ្ញុំភ្លេចដាក់គ្រាប់ជីហ្នឹងបើដាក់គ្រាប់ជីទៀតគឺកាន់តែឆ្ងាញ់ហើយអញ្ចឹងយើងដាក់សម្រោងនេះមកហើយនឹងប្រក្រងមកដាក់ទឹកស្ករដាក់ខ្ទិះដូងដាក់ជាមួយនឹងទឹកដោះគោខាប់ហើយទឹកកកត្រជាក់គឺថ្ងៃឡើងអីជាអាហារផ្អែមសម្រន់អីហ្នឹងត្រជាក់សាច់ហើយសុខភាពរបស់យើងគឺល្អអាហ្នឹងវាធម្មជាតិសុទ្ធហ្មងតាំងពីសម្រងតាំងពីប្រក្រងអីគឺដាំខ្លួនឯងអញ្ចឹងណាហើយកូនក្មេងអីគឺដូចចំហួយអីគឺគាត់ញ៉ាំណាគាត់ចូលចិត្តញ៉ាំមែនទែនហើយមិនថាក្មេងមិនថាចាស់ទេគឺជំនួយសុខភាពទាំងអស់ហ្មងខែក្តៅហ្នឹងគឺញ៉ាំឲ្យត្រជាក់ខ្លួន